មេដឹកនាំផ្ដាច់ការដ៏កំពូលរបស់ប្រទេសអ៊ីរ៉ង់គឺលោក Khamenei បានព្រមមានហើយគំរាមកំហែងទៅដល់អ៊ីស្រាអែលថាការប្រយុទ្ធគឺចាប់ផ្ដើមហើយនេះបើយោងទៅតាមសារព័ត៌មាន The Times of Israel មេដឹកនាំកំពូលអ៊ីរ៉ង់គឺលោក Ali Khamenei បង្ហោះការគំរាមកំហែងចំពោះអ៊ីស្រាអែលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថាសមរភូមិគឺចាប់ផ្ដើមហើយយោងតាមការបកប្រែសារព័ត៌មានអន្តរជាតិរបស់អ៊ីរ៉ង់ការបង្ហោះនោះបាននិយាយថាអាលីត្រឡប់ទៅខៃបាសេចក្តីថ្លែងការណ៍នេះគឺសំដៅទៅលើអ៊ីម៉មទី1នៃសាសនាអ៊ីស្លាមនិងការច្បាំងដណ្ដើមយករបស់គាត់នៃទីក្រុងខៃបារបស់សាសនាយូដានៅក្នុងសតវត្សទី7ការបង្ហោះរួមមានរូបភាពបុរសម្នាក់កាន់ដាវចូលតាមច្រកទ្វារដូចជាប្រាសាទដោយមានស្នាមភ្លើងឆេះនៅលើមេឃសេចក្តីថ្លែងការណ៍នេះគឺជាការបង្ហោះជាសាធារណៈលើកដំបូងរបស់លោក Khamenei ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានទាមទារឲ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌហើយបាននិយាយថាសហរដ្ឋអាមេរិកកំពុងតែព្យាយាមដើម្បីបញ្ឈប់នៃការធ្វើឃាតលោក Ali Khamenei ជាបណ្ដោះអាសន្នទោះជាយ៉ាងណាក៏ដោយមេដឹកនាំផ្ដាច់ការរបស់អ៊ីរ៉ង់រូបនេះគឺមិនព្រមចុះចាញ់នៃការព្រមានឬក៏ការគំរាមកំហែងជាពិសេសទៅគឺមិនព្រមធ្វើការចរចាជាមួយនឹងសហរដ្ឋអាមេរិកទៅលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននោះទេខ្លួននៅតែព្យាយាមដើម្បីបង្កើតនៅកម្មវិធីនុយក្លេអ៊ែរពីព្រោះលោក Khamenei បាននិយាយថាអ៊ីរ៉ង់គឺអាចមានសិទ្ធិដើម្បីបង្កើតនៅកម្មវិធីឬក៏រោងចក្រផលិតនៅនុយក្លេអ៊ែរដោយខ្លួនឯងដូច្នេះហើយបានជាមេដឹកនាំដ៏កំពូលរបស់អ៊ីរ៉ង់បានផ្ញើជាសារមួយទៅកាន់ប្រទេសអ៊ីស្រាអែលថាសមរភូមិរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់គឺកំពុងតែចាប់ផ្ដើមហើយ